សូមជូនរឿងអាឡេវជាអ្នកស្រែតែមានមៀតម៉មវាអង្គុយស្ទូចត្រីនឹងមាត់ទន្លេវាអង្គុយសម្លឹងទឹកទាំងមុខស្អុយប៉ែវាដកដង្ហើមធំដូចជាផែនដីត្រូវរលាយនៅថ្ងៃស្អែកអញ្ចឹងរួចក៏រវើរវាយឃើញខ្លួនឯងមានប្រពន្ធស្អាតជាច្រើនចោមរោមស្រឡាញ់វាគ្រវីក្បាលបណ្ដេញការស្រមោចស្រមៃស្រាប់តែមានសត្វកង្កោកដែលមានស្លាបចម្រុះពណ៌ចាញ់ចាំងហោះចុះមកបង្ហាញកន្ទុយដ៏ស្រស់ស្អាតអាឡេវចំហមាត់វាជន់ណែននឹងកន្ទុយកង្កោកខ្លាំងណាស់រហូតស្រមៃថាខ្លួនឯងមានកន្ទុយបែបនោះដើរអួតញាក់ភូមិកង្កោកងាកមកមើលអាឡេវហើយនិយាយដោយការអួតអាងថាលោកបងចង់បានកន្ទុយដូចខ្ញុំទេងាយស្រួលណាស់ទ្រាំទៅធ្វើតាមខ្ញុំទៅកង្កោកពន្យល់ពីផែនការដ៏ចម្លែកយកជ័រស្គុនទៅលាបគូតហើយអង្គុយហៅថ្ងៃលើថ្មក្តៅអាឡេវជឿជាក់ 100% ទាំងទុកមុខមីមុតយល់ព្រមផែនការល្អអាឡេវក្រោកឡើងរត់សម្ដៅទៅកាន់ព្រៃយ៉ាងលឿនទាំងមិនមើលក្រោយអាឡេវបានរកឃើញដើមស្គុនដ៏ធំមួយវាទាញពូកថៅតូចមួយចេញហើយចាប់ផ្ដើមហក់កាប់ដើមឈើដោយកូនស្រមោចកំពុងកាប់ដើមដួងអញ្ចឹងអាឡេវកាប់ដោយកម្លាំងរហូតដល់ញើសជោកខ្លួនដើមឈើប្រេះហើយជ័រស្គុនពណ៌ត្នោតមាសចាប់ផ្ដើមហូរចេញមកវាប្រញាប់ប្រមូលជ័រដែលកំពុងហូរទាំងនោះវាច្រឡាត់មករៀមដៃបន្តិចដើម្បីពិនិត្យភាពស្អិតអូយស្អិតល្អណាស់វើយវាញញឹមទាំងពេញចិត្តអាឡេវដឹកជ័រត្រឡប់មកមាត់ទន្លេវិញទាំងធ្ងន់វាមើលឆ្វេងមើលស្ដាំមិនហ៊ានឲ្យអ្នកណាឃើញបន្ទាប់មកវាធ្វើសកម្មភាពតាមផែនការដោយចិត្តចង់ខ្លាយជាប្រុសស្អាតអាឡេវចាប់ផ្ដើមលាបជ័រក្តៅៗដល់ខ្លានោះលើខ្នងហៀដល់គូតវាទាំងមូលវាញ័រទៅត្រឹកវារត់តែក្តៅផងស្អិនផងនៅពេលជ័រស្ងួតគូតរបស់វារឹងដូចថ្មអាឡេវបត់បែនខ្លួនដើរយ៉ាងពិបាកឆ្ពោះទៅកាន់ផ្ទាំងថ្មដ៏ធំដែលកំពុងក្តៅដោយកម្ដៅថ្ងៃដើម្បីសម្ដិលខ្លួនហាលវាដកដង្ហើមធំធ្វើចិត្តក្លាហានរួចក៏ទម្លាក់ខ្លួនលើថ្មក្តៅផឹបមានចំហើយទឹកហូរចេញតិចៗពីថ្មអាឡេវបិទភ្នែករង់ចាំកន្ទុយដួសចេញវាព្យាយាមកម្រើកខ្លួនតិចៗបន្ទាប់មកវាសាកល្បងក្រោកឆោកឡើងតែមិនបានភាពភ័យស្លន់ក្លាវចាប់ផ្ដើមកើតឡើងអាឡេវប្រងើបដោយអស់ពីកម្លាំងពីខ្លួនវាបត់ខ្លួនដៃទាំងពីរប្រឹងក្តាប់ហូតដោយឡើងសរសៃតែវានៅតែជាប់វាឈប់ងើបអាឡេវបើកភ្នែកធំវាដឹងការពិតហើយខ្លួនវាបានជាប់រឹងមុខរបស់វាស្លេកស្លាំងដោយភាពតក់ស្លុតអូម៉ែអើយអាកណោចង្រៃបោកខ្ញុំហើយខ្ញុំជាប់ជាមួយថ្មហើយអាឡេវផ្ទុះសំឡេងយំយ៉ាងខ្លាំងទឹកភ្នែកហូរចេញមកដោយទឹកបាក់ទំនំសំឡេងយំដ៏ខ្លាំងរបស់អាឡេវបានទាក់ទាញអ្នកភូមិមួយក្រុមពួកគេលបមើលពីក្រោយដើមឈើហើយខ្ទប់មាត់លួចអស់សំណើចទីបំផុតអ្នកភូមិទ្រាំលេងបានពួកគេចេញមកទាំងអស់គ្នាចង្អុលដីដាក់អាឡេវហើយផ្ទុះសំណើចយ៉ាងខ្លាំងអាឡេវអៀនខ្មាស់រហូតចង់លិចអនុយថ្មទៅហើយអ្នកភូមិមានកម្លាំង2នាក់ក៏ចូលមកជួយពួកគេព្យាយាមកោសជ័ររឹងនិងកោសអាឡេវចេញពីថ្មអាឡេវស្រែកយំយ៉ាងឈឺចាប់រាល់ពេលដែលគេកោសនៅពេលអាឡេវបាំងដោះចេញពីថ្មវាឈរទាំងការឈឺចាប់និងរបួសរបស់វាស្របពេលនោះកង្កោកហក់មកពីលើហើយស្រែកសើចចំអស់យ៉ាងខ្លាំងហើយហោះចេញបាត់ទៅអាឡេវមើលកង្កោកហក់បាត់ទៅហើយក៏សម្លឹងទៅដងសន្ទូចវាអង្គុយចុះយឺតហើយសញ្ជឹងខិតល្មមដល់ពេលឈប់ភ្លឺហើយអញតែសោកស្ដាយផងទម្លាប់ដឹងខ្លួនវាយឺតពេលហើយរឿងអាឡេវបង្រៀនយើងថាកុំឆាប់ជឿគេត្រូវតែចេះត្រាស់លែពិចារណាឲ្យបានច្បាស់លាស់មុននឹងធ្វើអ្វីតាមសម្ដីអ្នកដទៃភាពល្ងងនាំគ្រោកភាពល្ងងខ្លៅនឹងការមិនចេះគិតនាំមុខនឹងគ្រោះថ្នាក់នឹងការអាម៉ាស់ដោយខ្លួនឯង